សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានមុខម្ហូបពិសេសមួយមុខយកមកធ្វើបង្ហាញជូនបងប្អូនទាំងអស់គ្នាហើយមុខម្ហូបមួយមុខនេះដែរគឺថាងាយស្រួលធ្វើខ្លាំងមែនតើជាពិសេសនោះគឺថាយើងអាចយកវាទៅក្លែមក៏បានយកទៅញ៉ាំជាមួយបាយក៏បានហើយណាមួយរសជាតិវាគឺអត់តលាន់ទេបងប្អូនហើយបងប្អូនខ្លះគាត់ប្រហែលជាបានដឹងហើយគ្រាន់តែឃើញខ្ញុំហាន់ហើយនឹងផ្សំគ្រឿងប៉ុណ្ណេះក៏ដឹងថាខ្ញុំឆ្លងម្ហូបអីហើយតើមែនអត់តោះឥឡូវយើងមកមើលទាំងអស់គ្នាបងប្អូនគឺខ្ញុំមានត្រីដែងមួយក្បាលកាត់កង់រួចរាល់អស់ហើយក៏ឆ្លៀតមានត្រីទក់បន្តិចដែរដោយសារតែវានៅខ្សល់ក្នុងតូអញ្ចឹងក៏យកមកដាក់លេតែម្ដងទៅហើយមានគ្រឿងក្រៅដូចជារំដេងគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមចាមានម្ទេសផ្លោកម្រះព្រៅហើយនឹងស្ដែកដីគឺដំបងឡើយគឺដាក់ឆ្នាំងខ្ទះក្តៅដាក់ប្រេងក្តៅដែរហើយយើងរំលែងគ្រឿងទាំង3មុខនេះចូលមានខ្ទឹមសខ្ទឹមក្រហមហើយនឹងគល់ស្លឹកគ្រៃចារំលែងវាឲ្យឡើងក្រៀមចេះមកបងប្អូនឡើងក្រៀមហើយឡើងក្លិនឈ្ងុយបន្តមកទៀតហ្នឹងគឺយើងចាប់ផ្ដើមដាក់ស្ករត្នោតចូលតែម្ដងដាក់ស្ករត្នោតចូលហើយយើងចាប់ផ្ដើមកូររំលែងវាឲ្យឡើងពណ៌ក្រហមបន្តិចមកហើយមានក្លិនឈ្ងុយបន្តិចបងប្អូនចាហើយកុំភ្លេចឆាប្រៃត្រីដែងនេះគឺយើងដាក់ប្រហុកចូលចំណុចពិសេសនៅក្នុងសម្លឆាប្រៃនេះគឺសំខាន់គឺប្រហុកនេះឯងបងប្អូនបន្ទាប់ពីដាក់ប្រហុកហើយនឹងតបមកទៀតហ្នឹងគឺយើងដាក់ជាមួយនឹងប៉លទុំនេះខ្ញុំអត់សូវដាក់ច្រើនទេដាក់តែ 4-5 គ្រាប់ទេដោយសារអ្នកផ្ទះខ្ញុំក៏អត់សូវចូលចិត្តជូរម៉ាណែនអញ្ចឹងហើយខ្ញុំដាក់តែប៉ុណ្ណឹងហើយបន្តមកទៀតហ្នឹងគឺខ្ញុំដាក់ប្រេងខ្យងដាក់គ្រឿងទាំងអស់នេះហើយគឺយើងចាប់ផ្ដើមរំលែងវាឲ្យឡើងក្លិនឈ្ងុយចាដាក់ប៉ុណ្ណឹងហើយគឺយើងបន្ថែមជាមួយនឹងសាច់ត្រីរបស់យើងគឺចាក់ចូលតែម្ដងមកបងប្អូនចាចាក់ចូលហើយគឺយើងកូរច្របល់វាឲ្យយើងញាប់បន្តិចឲ្យលឿនបន្តិចកុំឲ្យវាខ្លោចបន្ទាប់ពីកូរច្របល់បានបន្តិចខ្ញុំក៏ចាប់ផ្ដើមបន្ថែមគ្រឿងយើងបន្តទៀតគ្រឿងបន្តទៀតហ្នឹងគឺមានប៊ីចេងមានស្ករម្សៅស៊ុបហើយនឹងទឹកត្រីបន្ទាប់ពីផ្សំគ្រឿងរួចរាល់អស់ហើយហ្នឹងក៏ខ្ញុំចាក់ទឹកស្អាតចូលបន្តិចទៅបងប្អូនដើម្បីរំងាស់ត្រីរបស់យើងកាលណាយើងអត់ចាក់ទឹកចូលទេត្រីរបស់យើងអាចនឹងខ្លោចហើយវាអត់ឆ្អិនទេអញ្ចឹងហើយដាក់ទឹកដើម្បីរំងាស់ត្រីរបស់យើងឲ្យបានឆ្អិនដល់ក្នុងកុំឲ្យវានៅឈាមកុំឲ្យវានៅអីចឹងណាហើយបន្តមកទៀតហ្នឹងគឺយើងទុកសម្លរបស់យើងឲ្យពុះឲ្យឆ្អិនសាច់ត្រីបានល្អឆ្អិនដល់ក្នុងកុំឲ្យវានៅឃើញឈាមអីអញ្ចឹងទៀតណាបងប្អូនលុះដល់ត្រីរបស់យើងបានឆ្អិនហើយយើងក៏ដាក់គ្រឿងចុងក្រោយរបស់យើងចូលចាគ្រឿងចុងក្រោយនេះគឺមានរំដេងនេះតាមពិតទៅត្រូវរំលែងជាមួយខ្ទឹមតាំងពីដំបូងបងប្អូនតែខ្ញុំភ្លេចអញ្ចឹងហើយក៏ដាក់ក្រោយជាមួយនឹងម្ទេសជាមួយនឹងដែកដីអញ្ចឹងណាចានៅគ្រឿងមួយមុខទៀតចុងក្រោយបំផុតដែលធ្វើឲ្យម្ហូបរបស់យើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ហ្នឹងគឺម្រះព្រៅចាចុងក្រោយហ្នឹងគឺឆ្អិនហើយអញ្ចឹងហើយខ្ញុំដាក់ម្រះព្រៅនេះចូលតែម្ដងហើយកូរច្របល់វាម្ដងទៀតចុះឡើងទៅគឺរួចជាការស្រេចហើយបងប្អូនម្ហូបរបស់យើងតែប៉ុណ្ណេះគឺថាឆ្អិនរួចរាល់ហើយបងប្អូនអាចយកទៅក្លែមបានអាចយកទៅញ៉ាំបាយបាននិយាយទៅចូលចិត្តគ្នាឆ្ងាញ់សាហាវឥឡូវនេះឆ្អិនហើយបណ្ដាញខ្ញុំចង់កូរច្របល់វាបន្តិចទៀតឲ្យវាចូលជាតិគ្នាកាន់តែខ្លាំងតន់វានៅលើចក្រានឲ្យវាពុះហើយចូលជាតិគ្នាកាន់តែល្អអញ្ចឹងណាចាបន្តមកទៀតហ្នឹងបានប្រហែលជា2នាទីគឺខ្ញុំដួសវាដាក់ចានតែម្ដងបងប្អូនចាឡើងតំណងខ្លាំងហ្មងបងប្អូននេះបានថាអាចយកទៅក្លែមក៏បានយកទៅញ៉ាំបាយក៏បានចាចូលជាតិគ្នាល្អណាស់បងប្អូនម្ហូបមួយមុខនេះគឺថាត្រូវមាត់ជូរអែមឆ្ងាញ់ណាហើយអត់សូវហឹរទេកូនក្មេងក៏ញ៉ាំបានដែរដោយសារខ្ញុំប្រើម្ទេសផ្លោកពណ៌ក្រហមម្ទេសផ្លោកសម្រាប់ធ្វើ